ចៅក្រមបានចេញដីកាឃុំខ្លួនជនជាតិវៀតណាមម្នាក់ពាក់ព័ន្ធទៅនឹងបទល្មើសនេសាទចៅក្រមស៊ើបសួរនៃសាលាដំបងខេត្តពោធិ៍សាត់ដើម្បីធានាក្នុងការស៊ើបអង្កេតឲ្យបានល្អបានសម្រេចចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចពាក់ព័ន្ធនាំខ្លួនជនត្រូវចោទជនជាតិវៀតណាមម្នាក់ទៅពន្ធនាគារខេត្តពោធិ៍សាត់បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធយោធាធ្វើការបង្ក្រាបខណៈជននេះកំពុងតែនេសាទត្រីជាក់ស្ដែងនៅកន្លែងអភិរក្សជលផលអតីតឡូនេសាទលេខ6នេះបើតាមការបញ្ជាក់ពីលោកនាយខណ្ឌរដ្ឋបាលជលផលស្ដីទីនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់នារសៀលថ្ងៃអាទិត្យទី1ខែមិថុនាឆ្នាំ2025នេះលោកនាយខណ្ឌរដ្ឋបាលជលផលស្ដីទីបានឲ្យដឹងទៀតថាជនត្រូវចោទជាជនជាតិវៀតណាមនោះមានឈ្មោះថាវៀងយ៉ាងតុងភេទប្រុសអាយុ15ឆ្នាំបច្ចុប្បន្នស្នាក់នៅផ្ទះបណ្ដែតទឹកលើផ្ទៃបឹងទន្លេសាបស្ថិតនៅក្នុងភូមិកោះក្អែកឃុំរាំងទើស្រុកកណ្ដៀងខេត្តពោធិ៍សាត់លោកបានបញ្ជាក់ទៀតថាជនត្រូវចោទនឹងបានឃុំខ្លួននេះមន្ត្រីសង្កាត់រដ្ឋបាលជលផលស្រុកកណ្ដៀងបានទទួលពីក្រុមការងារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិយោធាភូមិភាគ5ដែលបានប្រើប្រាស់ឧបករណ៍ចាប់ត្រីប្រភេទអួនអូសទឹកសាបខណៈកំពុងតែធ្វើការនេសាទជាក់ស្ដែងក្នុងកន្លែងអភិរក្សអតីតឡូនេសាទលេខ6ក្នុងនោះដកហូតវត្ថុតាងរួមមានកាណូតបាឡាស្មាច់ទំហំ1ម៉ែត្របណ្ដោយប្រវែង 6.7 ម៉ែត្រនិងជម្រៅ 0.4 តឹកអួនអូសទឹកសាបទំហំមាត់8ម៉ែត្របណ្ដោយប្រវែង50ម៉ែត្រនិងក្រឡាទំហំ 0.7 សង់ទីម៉ែត្រចំនួន1វងអាំងវិចទ័រចំនួន1គ្រឿងខ្សែភ្លើងប្រវែង60ម៉ែត្រអាគុយ70អំពែចំនួន2គ្រឿងត្រីចម្រុះទម្ងន់10គីឡូក្រាមខូចគុណភាពបច្ចុប្បន្នវត្ថុតាងមន្ត្រីសង្កាត់រដ្ឋបាលជលផលរក្សាទុកជាបណ្ដោះអាសន្នចំណែកជនត្រូវចោទជនជាតិវៀតណាមឈ្មោះវៀងយ៉ាងតុងត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តពោធិ៍សាត់ប្រភពផ្សេងពីអ្នកភូមិកោះក្អែកបានលើកឡើងថាការនេសាទដោយការប្រើប្រាស់ឧបករណ៍ធំបែបនេះពិតជាប្រហើនពេកហើយឧបករណ៍នេះគឺជាប្រភេទឆក់ត្រជាក់ហើយហ៊ានធ្វើការនេសាទនៅកន្លែងអភិរក្សជលផលទៀតឬមានការបើកភ្លើងខៀវពីសំណាក់មន្ត្រីពាក់ព័ន្ធព្រោះកន្លងទៅធ្លាប់មានព័ត៌មានអិចអូចទៅតាមតុកកាហ្វេខ្លះៗដែរប៉ុន្តែបើទោះបីជាយ៉ាងណាក្តីជនត្រូវចោទឈ្មោះវៀងយ៉ាងតុងជាកម្មករនោះទេមានថៅកែឬបកពួកផ្សេងទៀតគួរណាស់ស្រាវជ្រាវឲ្យបានស៊ីជម្រៅជនត្រូវចោទក៏រស់នៅភូមិកោះក្អែកឃុំរាំងទើកន្លែងនេសាទក៏ជាកន្លែងអភិរក្សជលផលអតីតឡូនេសាទលេខ6ក៏នៅភូមិកោះក្អែកឃុំរាំងទើស្រុកកណ្ដៀងផងដែរគេជឿថាមន្ត្រីមួយចំនួនធំពិតជាស្គាល់ច្បាស់នេះគ្រាន់តែជាប្រភពពីអ្នកភូមិលើកឡើងតែប៉ុណ្ណោះប៉ុន្តែបើអាចគួរបើកការស៊ើបអង្កេតឲ្យកាន់តែស៊ីជម្រៅជាងនេះរឹតតែប្រសើរ